អាមេរិកបានឲ្យកាដូយ៉ាងធំទៅកាន់វេណេស៊ុយអេឡានៅឆ្នាំថ្មី2026នេះថ្ងៃទី3ខែមករាឆ្នាំ2026នេះសហរដ្ឋអាមេរិកបានបញ្ជូនកងទ័ពជើងទឹកកងទ័ពជើងគោកនិងកងទ័ពជើងអាកាសបានវាយសម្រុកចូលទៅកាន់ទីក្រុងការ៉ាកាសនៅក្នុងប្រទេសវេណេស៊ុយអេឡាក្នុងគោលបំណងដើម្បីកំទេចនៅសម្បុកចោលរថពន្ធគ្រឿងញៀនខុសច្បាប់រត់ចូលទៅកាន់ទឹកដីសហរដ្ឋអាមេរិកប៉ុន្មានម៉ោងក្រោយប៉ុណ្ណោះសហរដ្ឋអាមេរិកបានប្រកាសថាខ្លួនបានចាប់បានប្រធានាធិបតីនៃប្រទេសវេណេស៊ុយអេឡាគឺម៉ាដូរ៉ូរួចបាត់ទៅហើយការនេះធ្វើឲ្យប្រទេសវេណេស៊ុយអេឡាបានប្រកាសដាក់ប្រទេសនៅក្នុងគ្រាអាសន្ននិងថែមទាំងបានថ្កោលទោសប្រទេសអាមេរិកថាជាអំពើឈ្លានពានយ៉ាងកំរោលមកកាន់ប្រទេសវេណេស៊ុយអេឡានេះបើយោងទៅតាមការចុះផ្សាយរបស់ CNN និង Reuters នៅថ្ងៃទី3ខែមករាឆ្នាំ2026នេះចំណាត់ការនេះធ្វើឡើងក្រោយតែប៉ុន្មានថ្ងៃប៉ុណ្ណោះក្រោយពេលដែលលោកប្រធានាធិបតីអាមេរិក Donald Trump បានបញ្ជាកងទ័ពចូលទៅឡោមព័ទ្ធប្រទេសវេណេស៊ុយអេឡាកាលពីសប្តាហ៍មុនធ្វើឲ្យគេនឹកឃើញដល់ថាតើពិភពលោកបច្ចុប្បន្នកំពុងតែឈានទៅរកសង្គ្រាមលោកលើកទី3ឬក៏យ៉ាងណាស្របពេលដែលភាពស្រពេចស្រពិលនិងភាពចលាចលដែលកំពុងកើតឡើងពាសពេញពិភពលោក